សួស្តីបងប្អូនទាំងអស់គ្នាឡើយយើងបន្តលំហាត់នៅលេខ2បន្តមកទៀត2មុខធាគណនាចំពោះមុខធាគណនាគឺខ្លួនឯងសង្កេតឃើញមានចំនួន0គុណជាមួយនឹង0ច្រើនអញ្ចឹងដើម្បីធ្វើប្រមាណវិធីនេះឲ្យលឿនកូនគ្រាន់តែគុណលេខជាមួយលេខទៅរីឯលេខ0ចាំកូនតម្លាក់ចុះមកតាមក្រោយអញ្ចឹងឥឡូវឧទាហរណ៍ថាកមាន1200ចេះគុណជាមួយនឹង1000អញ្ចឹងសំទោសគុណជាមួយ10អញ្ចឹងកូនគុណតែលេខជាមួយលេខទៅ0យើងមានទាំងអស់ប៉ុន្មាន1 2 3យើងគុណតែលេខទៅ1 2ដង2 1 ដង4ហើយមាន0 3នេះចាំកូនទម្លាក់តាមក្រោយចេះមកលឿនចាអញ្ចឹងចម្លើយរវាង1200គុណនឹង10ឃើញ12000ចាចំពោះខ្ទង់ខដូចគ្នា0ទាំងអស់យើងមាន3អញ្ចឹងកូនគុណតែលេខជាមួយលេខមកដូចជា2គុណនឹង5 10គុណសេលេខ0ប្រើទុក1 2 2ដង4 4បូកនឹង1 5ហើយចាំកូនតម្លាក់0ចុះដែលមានម៉ាន0 1 2 3អញ្ចឹងកូនសេ1 2 3ចាខ្ទង់កែវកូនគុណលេខទាំងលេខមកចាំតម្លាក់0ចុះដូចជាខ្ទង់កនិងខ្ទង់ខដូចគ្នា3 5ដង10 5អញ្ចឹង0ទាំងអស់មានម៉ាន1 2 3 4កូនតម្លាក់ចុះមក1 2 3 4ចាអញ្ចឹងកូនសង្កេតមើលលំហាត់ទី3ចូលដល់លំហាត់ទី3ចូលបំពេញផលគុណក្នុងតារាងតួគុណទី1មាន2500តួគុណទី2មាន28អញ្ចឹងគេតម្រូវយក28យកទៅគុណជាមួយនឹងតួគុណទី2 2500លទ្ធផលឃើញបានកូនចាគុណទៅឃើញ70000ចូលដល់កន្លោនទី2 3685គុណជាមួយនឹង36កូនគុណមកឃើញបានកូនចា132,660ចូលដល់កន្លោនទី3ដែលមាន4205គុណជាមួយនឹង48អញ្ចឹងកូនឃើញលទ្ធផលឃើញបានកូនចាឃើញ20840កន្លោនទី4ដែលមានលេខ6084គុណនឹង67ចម្លើយឃើញ40625 8កន្លោនទី5ដែលមាន7849គុណនឹង85ចម្លើយឃើញ667,165